លោកអ្នកបងប្អូនជាទីស្រឡាញ់នៅក្នុងសង្គមយើងបច្ចុប្បន្នមនុស្សមួយចំនួនតែងតែទម្លាប់ខ្លួនជាមួយនឹងការវាយតម្លៃមនុស្សតែសម្បកការតើអ្វីជាតម្លៃយើងអាចមើលឃើញនរណាម្នាក់ដែលគាត់ស្លៀកពាក់ដូចជាកថៃកត្រាខោមិនខោអាវមិនអាវយើងចាប់ផ្ដើមវាយតម្លៃគាត់ថាគាត់អ្នកក្រគាត់គ្មានការអប់រំខ្ពស់ទេយើងងាយនៅក្នុងការដែលមើលឃើញនរណាម្នាក់គាត់សាក់រូបនៅដៃឬក៏សាក់រូបនៅកណានៅខ្លួនប្រាណរបស់គាត់យើងចាប់ផ្ដើមវាយតម្លៃថាគាត់ជាមនុស្សមិនល្អគាត់អត់ល្អទេគាត់ប្រហែលជាជើងកាងហ្នឹងនេះពីមុនប្រហែលជាគាត់ធ្លាប់ធ្វើរឿងនេះធ្វើរឿងនោះយើងមានផ្នត់គំនិតមួយដែលវាយតម្លៃគាត់ដោយព្រោះតែឃើញរូបរាងខាងក្រៅរបស់គាត់លោកអ្នកបងប្អូនទាំងអស់គ្នាការមើលឃើញមនុស្សឬក៏ការវាយតម្លៃមនុស្សតែសម្បកក្រៅមិនមែនមានតែនៅក្នុងសង្គមខាងក្រៅទេនៅក្នុងចំណោមអ្នកជឿឬក៏គ្រីស្ទបរិស័ទក៏មានដូច្នោះដែរបើសិនបើយើងមានផ្នត់គំនិតបែបនេះយើងហាក់បីដូចជាកំពុងតែសាងសង់រនាំងមួយបាទសាងសង់រនាំងមួយដែលកំពុងតែខណ្ឌបែងចែករវាងយើងជាមួយនឹងអ្នកដទៃនៅពេលដែលយើងមើលឃើញថាគេមិនល្អគេជាមនុស្សមិនល្អយើងចាប់ផ្ដើមយើងមិនចង់និយាយជាមួយគេទេយើងមិនចង់សេពគប់ជាមួយទេយើងមិនចង់អង្គុយក្បែរទេខ្លាចក្រខ្លាចឆ្លងក្រឬក៏ខ្លាចចេះខ្លាចចុះយើងងាយនៅក្នុងការវាយតម្លៃលោកអ្នកបងប្អូនទាំងអស់គ្នាតើព្រះជាម្ចាស់ទ្រង់ទតឃើញមនុស្សដូចដែលយើងបានមើលឃើញដែរឬទេនៅថ្ងៃនេះយើងនឹងសិក្សាជាមួយគ្នាតាមរយៈការត្រាស់ហៅរបស់លោកម៉ាថាយដើម្បីឲ្យយើងយល់កាន់តែច្បាស់អំពីព្រះハរតីរបស់ព្រះជាម្ចាស់ដើម្បីយល់ដឹងនៅសារៈសំខាន់នៃការត្រាស់ហៅមួយនេះយើងត្រូវតែដឹងថាតើលោកម៉ាថាយជានរណាជាដំបូងសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នានៅក្នុងក្តីស្រឡាញ់ព្រះអង្គម្ចាស់សូមបងប្អូនផ្ទៀងជាមួយខ្ញុំនៅគម្ពីរសុភាសិតជំពូកទី3ខទី13រហូតដល់ទី18ប្រាជ្ញានាំឲ្យមានសុភមង្គលអ្នកណារកប្រាជ្ញាឃើញអ្នកណារៀនដឹងខុសត្រូវអ្នកនោះមានសុភមង្គលហើយត្បិតប្រាជ្ញាដែលគេរកបាននេះប្រសើរជាងមានប្រាក់ហើយផ្ដល់ឲ្យគេបានចំណេញច្រើនជាងមានមាសទៅទៀតប្រាជ្ញាមានតម្លៃលើសត្បូងហើយអ្វីៗទាំងអស់ដែលអ្នកប្រាថ្នាចង់បានពុំអាចមានតម្លៃស្មើនឹងប្រាជ្ញានេះឡើយប្រាជ្ញាផ្ដល់ឲ្យមានជីវិតឲ្យមានអាយុយឺនយូរព្រមទាំងនាំឲ្យមានសម្បត្តិនិងកិត្តិយសដ៏រុងរឿងទៀតផងប្រាជ្ញាដឹកនាំមនុស្សឲ្យរស់នៅដោយសុខដុមរមនានិងសុខសាន្តប្រាជ្ញាជាដើមឈើផ្ដល់ជីវិតសម្រាប់អស់អ្នកដែលបេះផ្លែបរិភោគអ្នកណាមានប្រាជ្ញាជាប់ក្នុងខ្លួនអ្នកនោះមានសុភមង្គលហើយជាបន្តសូមបងប្អូនមើលនៅក្នុងគម្ពីរម៉ាថាយម្ដងគឺនៅក្នុងម៉ាថាយជំពូកទី9ខ9ដល់13ព្រះយេស៊ូវត្រាស់ហៅលោកម៉ាថាយការព្រះយេស៊ូវយាងពីទីនោះទៅមុខបន្តិចព្រះអង្គទតឃើញបរិសម្នាក់ឈ្មោះម៉ាថាយអង្គុយនៅកន្លែងយកពន្ធព្រះអង្គមានព្រះបន្ទូលទៅកាន់គាត់ថាសូមអញ្ជើញមកតាមខ្ញុំគាត់ក៏ក្រោកឡើងដើរតាមព្រះអង្គទៅបន្ទាប់មកព្រះអង្គសោយព្រះស្ងោយនៅផ្ទះលោកម៉ាថាយមានអ្នកទាពន្ធព្រមទាំងមនុស្សបាបជាច្រើនមកអង្គុយរួមតុជាមួយព្រះយេស៊ូវនិងពួកសិស្សដែរពួកខាងគណៈផារីស៊ីឃើញដូច្នេះគេនិយាយទៅកាន់សិស្សរបស់ព្រះអង្គថាហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទាពន្ធនិងមនុស្សបាបព្រះយេស៊ូវលើដូច្នេះក៏មានព្រះបន្ទូលថាមនុស្សសុខភាពល្អមិនត្រូវការគ្រូពេទ្យទេមានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការចូលអ្នករាល់គ្នាទៅរិះគិតមើលសេចក្តីដែលមានចែងទុកមកថាយើងមិនចង់បានយ៉ាញ់បូជាទេគឺចង់បានតែសេចក្តីមេត្តាករុណាប៉ុណ្ណោះមានន័យដូចម្ដេចខ្ញុំមិនមែនមករកមនុស្សសុចរិតទេគឺមករកមនុស្សបាបនេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់សូមអរព្រគុណព្រះអង្គបាទជាដំបូងសូមអញ្ញើគោរពជំរាបសួរពុកម៉ែបងប្អូនទាំងគ្នានៅក្នុងសេចក្តីស្រឡាញ់ព្រះម្ចាស់ព្រះយេស៊ូវបាទគុណព្រះអង្គថ្ងៃនេះដូចជាកៅអីច្រើនបាទគុណព្រះអង្គហើយថ្ងៃនេះមានក្រុមជំនុំរបស់យើងគាត់ត្រឡប់ទៅស្រុកកំណើតច្រើន
ហើយខ្ញុំក៏នឹងរៀបចំទៅដែរបាទតាថ្វាយអង្គមហើយដែលមែនប្រាច់ពីអ្នកប្រពន្ធបាទគុណព្រះអង្គសម្រាប់ថ្ងៃនេះដែលយើងមានឱកាសក្នុងការសិក្សាព្រះបន្ទូលព្រះអង្គជាមួយគ្នានៅក្នុងព្រះគម្ពីរម៉ាថាយជំពូក9ខ9ដល់13ដែលមានចំណងជើងថាការត្រាស់ហៅមនុស្សមានបាបមុនដែលសិក្សាព្រះបន្ទូលសូមលោកគ្រូអ្នកគ្រូទាំងអស់គ្នាអធិដ្ឋានសូមប្រាជ្ញាមកពីព្រះអង្គអរព្រះវរបិតានៃយើងខ្ញុំនៅគុណដ្ឋានសួគ៌អីក៏អរព្រះគុណព្រះអង្គសម្រាប់ពេលវេលាថ្ងៃនេះដែលទំនុកគុំខ្ញុំទាំងគ្នាបានចូលមកនៅចំពោះព្រះដំណាក់នៃព្រះអង្គនៅក្នុងប្រវត្តិមានរបស់ព្រះអង្គសូមព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គបានគង់នៅជាមួយនឹងកូនប្រទានប្រាជ្ញាដល់ទំនុកគុំខ្ញុំសំលមមដើម្បីទទួលនៅព្រះបន្ទូលព្រះអង្គនៅថ្ងៃនេះយកទៅអនុវត្តនៅក្នុងជីវិតរបស់កូនផងដែរក៏អរព្រះគុណទ្រង់ក៏អធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនលោកអ្នកបងប្អូនជាទីស្រឡាញ់នៅក្នុងសង្គមយើងបច្ចុប្បន្នមនុស្សមួយចំនួនតែងតែទម្លាប់ខ្លួនជាមួយនឹងការវាយតម្លៃមនុស្សតែសម្បកការតើអ្វីជាតម្លៃចូលចិត្តប្រើពាក្យឃ្លាមួយនេះហើយឃ្លាមួយនេះកំពុងតែល្បីតែតើអ្វីជាតម្លៃយើងអាចមើលឃើញនរណាម្នាក់ដែលគាត់ស្លៀកពាក់ដូចជាកថៃកត្រាខោមិនខោអាវមិនអាវយើងចាប់ផ្ដើមវាយតម្លៃគាត់ថាគាត់អ្នកក្រគាត់គ្មានការអប់រំខ្ពស់ទេយើងងាយនៅក្នុងការដែលមើលឃើញនរណាម្នាក់គាត់សាក់រូបនៅដៃឬក៏សាក់រូបនៅកណានៅខ្លួនប្រាណរបស់គាត់យើងចាប់ផ្ដើមវាយតម្លៃថាគាត់ជាមនុស្សមិនល្អគាត់អត់ល្អទេគាត់ប្រហែលជាជើងកាងហ្នឹងនេះពីមុនប្រហែលជាគាត់ធ្លាប់ធ្វើរឿងនេះធ្វើរឿងនោះយើងមានផ្នត់គំនិតមួយដែលវាយតម្លៃគាត់ដោយព្រោះតែឃើញរូបរាងខាងក្រៅរបស់គាត់តើព្រះជាម្ចាស់ព្រះអង្គតតឃើញមនុស្សដូចជាអ្វីដែលយើងមើលឃើញដែរទេលោកអ្នកបងប្អូនទាំងអស់គ្នាការមើលឃើញមនុស្សឬក៏ការវិតម្លៃមនុស្សតែសម្បកក្រៅមិនមែនមានតែនៅក្នុងសង្គមខាងក្រៅទេនៅក្នុងចំណោមអ្នកជឿឬក៏គ្រីស្ទបរិស័ទក៏មានដូច្នោះដែរបើសិនបើយើងមានផ្នត់គំនិតបែបនេះយើងហាក់បីដូចជាកំពុងតែសាងសង់រនាំងមួយបាទសាងសង់រនាំងមួយដែលកំពុងតែខណ្ឌបែងចែករវាងយើងជាមួយនឹងអ្នកដទៃនៅពេលដែលយើងមើលឃើញថាគេមិនល្អគេជាមនុស្សមិនល្អយើងចាប់ផ្ដើមយើងមិនចង់និយាយជាមួយគេទេយើងមិនចង់សេពគប់ជាមួយទេយើងមិនចង់អង្គុយក្បែរទេខ្លាចក្រខ្លាចឆ្លងក្រឬក៏ខ្លាចចេះខ្លាចចុះយើងងាយនៅក្នុងការវិតម្លៃលោកអ្នកបងប្អូនទាំងអស់គ្នាតើព្រះជាម្ចាស់ទ្រង់តតឃើញមនុស្សដូចដែលយើងបានមើលឃើញដែរឬទេតើសេចក្តីស្រឡាញ់របស់ព្រះអង្គឬក៏ការត្រាស់ហៅរបស់ទ្រង់មានលក្ខខណ្ឌដែរឬទេនៅថ្ងៃនេះយើងនឹងសិក្សាជាមួយគ្នាតាមរយៈការត្រាស់ហៅរបស់លោកម៉ាថាយដើម្បីឲ្យយើងយល់កាន់តែច្បាស់អំពីព្រះハរតីរបស់ព្រះជាម្ចាស់អត្ថបទដែលយើងសិក្សានៅថ្ងៃនេះគឺស្ថិតនៅក្នុងកាលៈទេសៈ1ដែលព្រះយេស៊ូវកំពុងតែធ្វើបណ្ណកិច្ចរបស់ព្រះអង្គនៅក្នុងស្រុកកាលីលេទ្រង់កំពុងតែធ្វើការអស្ចារ្យជាច្រើនដូចជាការប្រោះមនុស្សខ្លងឲ្យជាប្រសិនបើយើងមើលត្រឡប់ទៅក្រោយបន្តិចនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក8ខ1ដល់ខ4បន្ទាប់មកព្រះអង្គក៏បានប្រោះជំងឺដល់ម្ដាយរបស់លោកពេត្រុសដែរឲ្យបានជាសះស្បើយពីជំងឺគ្រុនព្រះអង្គក៏បានប្រោះអ្នកបម្រើរបស់នីតិហានរ៉ូមបាទអ្នកបម្រើនៅក្នុងម៉ាថាយជំពូក5សំទោសជំពូក8ខ5ដល់ខ13ព្រះអង្គក៏បានប្រោះមនុស្សខ្វិនឲ្យដើររួចនៅក្នុងម៉ាថាយជំពូក9ខ1ដល់ខ8លោកអ្នកបងប្អូនទាំងអស់គ្នាស្របពេលដែលព្រះអង្គធ្វើការអស្ចារ្យជាច្រើនព្រះកិត្តិនាមរបស់ព្រះអង្គឬក៏ឈ្មោះរបស់ព្រះអង្គចាប់ផ្ដើមល្បីសុសសាយនៅគ្រប់ទិសទីវ៉ាវមានមនុស្សធ្វើការអស្ចារ្យអញ្ចឹងគេចាប់ផ្ដើមល្បីព្រះនាមរបស់ព្រះយេស៊ូវទន្ទឹមនឹងកិច្ចការទាំងអស់ដែលព្រះអង្គបានធ្វើព្រះអង្គក៏ចាប់ផ្ដើមទទួលឬក៏ប្រឈមមុខជាមួយនឹងការរិះគន់ដែរការរិះគន់នោះគឺមកពីសំណាក់ពួកអ្នកដឹកនាំសាសនាគឺពួកផារីស៊ីពួកគេជាក្រុមមនុស្សដែលតឹងរឹងជាមួយនឹងក្រឹតវិន័យហើយចាត់ទុកខ្លួនឯងថាជាមនុស្សសុចរិតអ្នកស្អាតបរិសុទ្ធពួកគេមិនសេពគប់ជាមួយមនុស្សមានបាបទេខ្លាចឆ្លងបាបបាទនៅក្នុងបរិបទបែបនេះហើយដែលព្រះយេស៊ូវបានធ្វើរឿងមួយដ៏រន្ធត់ក្រៃលែងដែលសង្គមនៅក្នុងសម័យនោះមិនដែលធ្វើសោះគឺការត្រាស់ហៅអ្នកយកពន្ធម្នាក់ឲ្យធ្វើជាសិស្សរបស់ព្រះអង្គលោកអ្នកបងប្អូនទាំងអស់គ្នាយើងនឹងមើលជាមួយគ្នានៅក្នុងខទី9គឺការត្រាស់ហៅដ៏ភ្ញាក់ផ្អើលមួយវ៉ាវតើអស្ចារ្យប៉ុណ្ណាខ្ញុំសូមអានជូននៅក្នុងខគម្ពីរ
ខ9ការព្រះយេស៊ូវយាងទៅទីនោះទៅមុនបន្តិចព្រះអង្គទតឃើញមនុស្សម្នាក់បរិសម្នាក់ឈ្មោះម៉ាថាយអង្គុយនៅកន្លែងយកពន្ធព្រះមានព្រះបន្ទូលទៅគាត់ថាសូមអញ្ជើញមកតាមខ្ញុំគាត់ក៏ក្រោកឡើងដើរតាមព្រះអង្គទៅលោកអ្នកបងប្អូនទាំងអស់គ្នាដើម្បីយល់ដឹងនៅសារៈសំខាន់នៃការត្រាស់ហៅមួយនេះយើងត្រូវតែដឹងថាតើលោកម៉ាថាយជានរណាតើគាត់ជានរណាគាត់ជាមនុស្សត្រឹមត្រូវគាត់ជាមនុស្សប្រុសត្រឹមត្រូវតើគាត់ជានរណាបាទលោកម៉ាថាយគាត់មានឈ្មោះម្យ៉ាងទៀតហៅថាលេវីបើសិនបើលោកអ្នកបងប្អូនទាំងអស់គ្នាមើលនៅក្នុងព្រះគម្ពីរម៉ាកុសចំពុក2ខ14ហើយនិងលូកាចំពុក5ខ27គាត់គឺជាអ្នកណាគាត់គឺជាអ្នកយកពន្ធអ្នកយកពន្ធនៅក្នុងសម័យនោះគឺជាមនុស្សដែលគេស្អប់ខ្ពើមបំផុតនៅក្នុងស្រុកយូដាហេតុអ្វីបានគេស្អប់ខ្ពើមហេតុអីទៅគាត់ឆ្លង COVID-19 មិនជាគេមិនចង់នៅក្បែរគាត់ឬក៏វាតម្លៃគាត់ថាគាត់មិនល្អហេតុអីទី1គេចាត់ទុកថាអ្នកយកពន្ធជាជនក្បត់ជាតិហេតុអីពីព្រោះពួកគេធ្វើការឲ្យចក្រភពរ៉ូមដែលជាអ្នកដែលកំពុងតែត្រួតត្រាលើជនជាតិយូដាពួកគេប្រមូលពន្ធពីជនជាតិរបស់ខ្លួនឯងយកទៅឲ្យសត្រូវវ៉ាវគេចាត់ទុកថាមិនទៀតគេចាត់ទុកថាជាអ្នកដែលកេងប្រវ័ញ្ចពុកអលួយដែលតែងតែទារពន្ធលើសពីអ្វីដែលរដ្ឋាភិបាលទាមទារឬក៏ដាក់នៅក្នុងច្បាប់កំណត់យកតែ$10ប៉ុន្តែយកដល់$80វ៉ាវនៅសល់តែប្រមាណទៀតដាក់ចូលកប៉ៅខ្លួនឯងផ្លុកអមអីបានកេងប្រវ័ញ្ចពុកអលួយបាទដាក់ប្រាក់ឬក៏យកប្រាក់ដែលលើសហ្នឹងដាក់ចូលក្នុងកប៉ៅខ្លួនឯងលោកអ្នកបងប្អូនទាំងអស់គ្នាអាចមើលឃើញអំពីគំរូរបស់លោកសាខេនៅពេលដែលព្រះយេស៊ូវយាងចូលទៅក្នុងផ្ទះរបស់គាត់ហើយគាត់សារភាពថាអូពីមុនគាត់យកពន្ធយ៉ាងម៉េចឥឡូវនេះគាត់សងប្រជាជនវិញ1 គុណនឹង 4បាទអញ្ចឹងហើយគេមិនចូលចិត្តអ្នកយកពន្ធទេគេចាត់ទុកអីទៀតគេចាត់ទុកថាអ្នកយកពន្ធគឺជាមនុស្សដែលមិនស្អាតខាងព្រលឹងវិញ្ញាណទេដោយសារអីដោយសារតែការងាររបស់ពួកគាត់គឺត្រូវការប្រស្រ័យតាក់ទងជាមួយនឹងសាសដទៃឬក៏ជនជាតិរ៉ូមនេះឯងអញ្ចឹងពួកគេត្រូវបានពួកផារីស៊ីចាត់ទុកថាជាមនុស្សដែលមិនស្អាតដោយព្រោះតែពួកគេទៅសេពគប់ជាមួយនឹងសាសដទៃបាទទាំងអស់នេះលោកអ្នកបងប្អូនទាំងអស់គ្នាគឺជាកត្តាដែលធ្វើឲ្យជនជាតិសំទោសអ្នកដែលទទួលរងឥទ្ធិពលទាំងអស់នេះក៏មានចំពោះលោកម៉ាថាយដែរលោកម៉ាថាយក៏ជាមនុស្សម្នាក់នៅក្នុងចំណោមដែលមនុស្សស្អប់ខ្ពើមដែរគាត់ត្រូវបានសង្គមបោះបង់ចោលគាត់ត្រូវបានសង្គមស្អប់ខ្ពើមប៉ុន្តែព្រះយេស៊ូវគ្រីស្ទព្រះអង្គទតឃើញនៅអ្វីដែលមនុស្សមិនបានមើលឃើញបើមិនបានមើលឃើញដូចជាអ្នកដទៃទេបើមិនបានមើលឃើញថាគាត់ជាមនុស្សដែលក្បត់ជាតិទេប៉ុន្តែទ្រង់បានមើលឃើញគាត់ថាជាមនុស្សម្នាក់ដែលមានតម្លៃហើយគាត់ជាមនុស្សម្នាក់អាចនឹងផ្លាស់ប្ដូរបានព្រះអង្គបានមានបន្ទូលទៅគាត់ថាម៉េចចូលមកតាមខ្ញុំគឺជាពាក្យមួយដែលពោពេញទៅដោយអំណាចបើយើងរុញពាក្យនេះទៅដូចជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ព្រះជាម្ចាស់បានត្រាស់ហៅលោកអាប់រ៉ាហាំចូលចេញមកបាទដូចត្រាស់ហៅលោកអាប់រ៉ាហាំឲ្យចេញមកពីស្រុកកំណើតរបស់គាត់លោកអ្នកបងប្អូនទាំងអស់គ្នាដូចជាពាក្យនេះពោពេញទៅដោយអំណាចហើយនឹងសេចក្តីមេត្តាករុណាដែលនាំគាត់ចេញពីកន្លែងមួយដែលមិនល្អបាទដូចជាលោកអាប់រ៉ាហាំដែរព្រះអង្គត្រាស់ហៅគាត់ពីកន្លែងអត់ល្អពីស្រុកកំណើតរបស់គាត់ស្រុកកំណើតរបស់គាត់នៅណានៅគឺនៅបាប៊ីឡូនបាទជាកន្លែងមួយដែលមិនសូវល្អទេបាទអញ្ចឹងព្រះយេស៊ូវនៅពេលដែលព្រះអង្គត្រាស់ហៅគាត់ព្រះអង្គអាចបានសួរពីអតីតកាលរបស់គាត់ទេថាអ្នកឯងជាអ្នកណាហេតុអីត្រូវដើរតាមខ្ញុំជាគ្រូដែលល្បីល្បាញឥឡូវបាទអញ្ចឹងបងអត់ប្រកាន់ថាគាត់មកពីណាពីអតីតកាលរបស់គាត់ជាមនុស្សល្អឬមិនល្អទេព្រះអង្គអត់បានត្រាស់ហៅឬក៏សួរនាំទេប៉ុន្តែព្រះអង្គបានត្រាស់ហៅគាត់វ៉ាវពិតជាអស្ចារ្យតើលោកម៉ាថាយគាត់ឆ្លើយតបបែបណាទៅព្រះគម្ពីរបានប្រាប់ថាគាត់ក្រោកឡើងក្រេះអត់មានសួរថាព្រះយេស៊ូវយ៉ាងម៉េចហេតុអីបានជាហៅខ្ញុំបងអត់បានសួរថាសំទោសលោកម៉ាថាយអត់បានសួរថាអូហៅខ្ញុំទៅណាអញ្ចឹងខ្ញុំត្រូវធ្វើអីអត់ទេក្រោកឡើងដើរតាមព្រះយេស៊ូវតែម្ដងវ៉ាវពិតជាអស្ចារ្យមែនតើគាត់បានបោះបង់ចោលលោកអ្នកបងប្អូនទាំងអស់គ្នាការងារដ៏មានតម្លៃជាអ្នកយកពន្ធនៅក្នុងសម័យនោះមានអំណាចចង់ធ្វើបាបអ្នកណាក៏បានប៉ុន្តែគាត់ចាក់ចេញពីកន្លែង
លោកអ្នកបងប្អូនទាំងគ្នាប្រសិនបើយើងសម័យទៅប្រសិនបើយើងធ្វើជាកយហើយព្រះអង្គត្រាស់ហៅយើងមកធ្វើជាគ្រូគង្វាលតែយើងសុខចិត្តទេពិបាកងាយណាស់បានធ្វើកយហើយមកធ្វើគ្រូគង្វាលអីរោគរ៉ាអូពិបាកអញ្ចឹងនិយាយទេប៉ុន្តែលោកមហាថាយវ៉ាវត្រាស់ហៅប្រុចអត់មានចាំយូរនៅក្នុងក្រុមជំនុំយើងលោកអ្នកបងប្អូនទាំងគ្នាយើងមិនត្រូវមើងងាយឬក៏កាត់សេចក្តីថានរណាម្នាក់ល្អឬអាក្រក់ដោយសារតែការងាររបស់គាត់ដោយសារតែអតីតកាលរបស់គាត់យើងត្រូវតែមើលឃើញនៅអ្វីដែលព្រះយេស៊ូវមើលឃើញអ្នកដទៃដែរព្រះអង្គមើលឃើញនៅមនុស្សម្នាក់ដែលមានសក្តានុពលដែលមានតម្លៃយើងគួរតែយើងត្រូវតែមើលអ្នកដទៃនៅក្នុងតម្លៃដែរហេតុអីពីព្រោះព្រះជាម្ចាស់បានបង្កើតមនុស្សមកឲ្យដូចជារូបអង្គទ្រង់ឬក៏តំណាងព្រះអង្គនៅក្នុងព្រះគម្ពីរលោកុបាទជំពូក1ខ26 27មនុស្សម្នាក់មានតម្លៃដូចគ្នាដូច្នេះយើងគួរតែឲ្យតម្លៃពួកគាត់ព្រះអង្គទតឃើញយើងទាំងអស់គ្នាព្រះអង្គស្រឡាញ់ដល់យើងទាំងអស់គ្នាហើយព្រះអង្គក៏ត្រាស់ហៅយើងទាំងអស់គ្នាឲ្យដើរតាមព្រះអង្គសំណួរសួរថាតើយើងហ៊ានក្រោកឡើងហើយដើរតាមព្រះអង្គដែរឬទេតើយើងហ៊ានក្រោកឡើងពីកន្លែងអំពើបាបរបស់យើងដែរឬទេតើយើងក្រោកឡើងដើរចេញពីអំពើបាបដែលយើងធ្លាប់ប្រព្រឹត្តពីមុនដែរឬទេពីមុនយើងធ្លាប់តែជាមនុស្សឆេវឆាវឆាប់ខឹងប្តីធ្វើបាបប្តីតែព្រះជាម្ចាស់ត្រាស់ហៅឲ្យយើងចាក់ចេញពីកំផឹងទាំងអស់នោះពីមុនយើងចូលចិត្តនិយាយដើមគេបាទព្រះអង្គត្រាស់ហៅលោកអ្នកបងប្អូនទាំងគ្នាចាក់ចេញពីកន្លែងនិយាយដើមគេតែយើងហ៊ានក្រោកឡើងដើរចេញអត់ពីមុនចូលចិត្តវ៉ាប់ឡើងជេរបដាយចូលចិត្តជេរកូនជេរចៅព្រះអង្គត្រាស់ហៅលោកអ្នកបងប្អូនទាំងគ្នាចាក់ចេញពីអំពើបាបទាំងនោះតើយើងសុខចិត្តក្រោកឡើងដើរចេញពីកន្លែងនោះដែរទេលោកអ្នកបងប្អូនទាំងអស់គ្នាលោកមកថៃក្រោកឡើងអត់មានមាត់មួយម៉ាត់ឬក៏និយាយអីសួរអីទេក្រោកឡើងដើរចេញស្របពេលនោះដែរលោកអ្នកបងប្អូនទាំងអស់គ្នានៅពេលដែលព្រះជាម្ចាស់សំទោសនៅពេលដែលព្រះយេស៊ូវបានត្រាស់ហៅលោកមកថៃក៏មានបញ្ហាកើតឡើងតើអ្វីជាបញ្ហាគឺការទទួលបាននៅការរិះគន់ពីសំណាក់អ្នកដឹកនាំសាសនាលោកអ្នកបងប្អូនទាំងអស់គ្នាអាចឃើញនៅក្នុងខ10ដល់ខ11នៅពេលដែលលោកម៉ាថាយសម្រេចចិត្តដើរតាមព្រះយេស៊ូវភ្លាមគាត់ធ្វើអីទៅគឺគាត់ចាប់ផ្ដើមធ្វើពិធីជប់លៀងមួយភ្ជុំហើយតោះនៅនេះមានទឹកនៅនោះមានសាច់អត់មែនទេគាត់មិនប្រកាសរសាច់រទឹកដើម្បីជប់លៀងអសបាយចាក់ធុងបាសរំទេប៉ុន្តែគាត់ធ្វើមិនទៅបើគឺគាត់ប្រកាសហៅមិត្តភ័ក្តិរបស់គាត់មកជួបជុំគ្នាបាទហូបបាយជាមួយគ្នាហើយតើអ្នកណាជាមិត្តភ័ក្តិរបស់គាត់តើអ្នកណាទៅគាត់ចាប់ផ្ដើមប្រកាសរកមិត្តភ័ក្តិរបស់គាត់គឺជាអ្នកដែលយកពុនដូចគ្នាហ្នឹងហើយជាមនុស្សដែលមានបាបគាត់ចង់ណែនាំទៅដល់មិត្តភ័ក្តិរបស់គាត់អំពីព្រះយេស៊ូវដែលជាគ្រូដ៏ល្បីល្បាញកំពុងតែល្បីនៅក្នុងសង្គមថាណែព្រះយេស៊ូវកំពុងតែត្រាស់ហៅខ្ញុំហើយព្រះអង្គនេះហើយជាអ្នកដែលផ្លាស់ប្ដូរនៅជីវិតរបស់ខ្ញុំគាត់ចង់ណែនាំទៅដល់គេហើយសកម្មភាពរបស់ព្រះយេស៊ូវយ៉ាងម៉េចដែរព្រះអង្គក៏បានអញ្ជើញចូលទៅក្នុងការអញ្ជើញរបស់លោកម៉ាថាយហើយរួមតុជាមួយនឹងពួកគាត់ជាមួយនឹងមិត្តភ័ក្តិរបស់ពួកគាត់ដែរព្រះគម្ពីរបានប្រាប់ថាព្រះអង្គរួមតុជាមួយនឹងមនុស្សមានបាបជាសកម្មភាពមួយដែលពោពេញទៅដោយអត្ថន័យជ្រាលជ្រៅណាស់ប៉ុន្តែសកម្មភាពនេះបណ្ដាលឲ្យមានការរិះគន់ជាច្រើនពីសំណាក់អ្នកដឹកនាំសាសនាហេតុអ្វីបានជាពួកគាត់រិះគន់ហេតុអីបានជាពួកគាត់រិះគន់ទី1វាមិនមែនធម្មតាទេគ្រាន់តែការអង្គុយតុញ៉ាំបាយជាមួយគ្នាសាមញ្ញធម្មតាប៉ុន្តែនៅក្នុងសម័យនោះគឺមានអត្ថន័យលើសពីការបរិភោគអាហារជាមួយគ្នានៅក្នុងវប្បធម៌យូដានៅក្នុងសម័យនោះការរួមតុទទួលទានអាហារជាមួយនរណាម្នាក់គឺលើសអំពីការបរិភោគអាហារធម្មតាវាជាសញ្ញាមួយនៃការទទួលស្គាល់ជាការរាប់អានមិត្តភ័ក្តិដ៏ជិតស្និទ្ធនឹងការរួបរวมគ្នាតែមួយនៅពេលដែលអ្នកណាម្នាក់គាត់ទទួលទានអាហារជាមួយគ្នាវាមានន័យថាយើងទទួលពួកគាត់ជាផ្នែកមួយនៅក្នុងសង្គមរបស់យើងនៅក្នុងផ្នែករបស់យើងនៅក្នុងក្រុមរបស់យើងអញ្ចឹងគាត់ជាផ្នែកមួយរបស់ខ្ញុំដែរបាទដូច្នេះព្រះយេស៊ូវកំពុងតែរួមតុជាមួយនឹងមនុស្សមានបាបដែលសង្គមស្អប់ខ្ពើមបំផុតទ្រង់កំពុងតែប្រកាសសាធារណៈថាខ្ញុំទទួលយកពួកគាត់
ជាផ្នែកមួយរបស់ព្រះអង្គព្រះអង្គចង់រាប់អានពួកគាត់ហើយទ្វារនគរឋានសួគ៌គឺកំពុងតែបើកចំហសម្រាប់ពួកគាត់ដែរបាទនេះជាអត្ថន័យបែបនេះឯងទី2ហេតុអីបានជាពួកគេរិះគន់យើងមើលអំពីផ្នត់គំនិតរបស់ពួកផារីស៊ីតើពួកគេគិតអ្វីពួកគាត់គឺជាក្រុមមនុស្សដែលគោរពតឹងរឹងជាមួយនឹងវិន័យបាទពួកគាត់បានមើលឃើញទស្សនវិជ្ជាទាំងអស់នោះហើយពួកគេមិនពេញចិត្តទេអត់ពេញចិត្តទេផ្នត់គំនិតរបស់ពួកគាត់គឺផ្អែកទៅលើគោលការណ៍នៃភាពបរិសុទ្ធតាមរយៈការនៅដាច់ដោយឡែកការញែកខ្លួនពីអ្នកដទៃពួកគាត់ជឿថាការរក្សាភាពបរិសុទ្ធនៅចំពោះព្រះជាម្ចាស់ពួកគេត្រូវតែនៅឆ្ងាយពីអ្វីដែលមិនស្អាតដែលមិនបរិសុទ្ធអ្វីដែលជាអំពើបាបអញ្ចឹងគេមិនទៅក្បែរទេគឺខ្លាចឆ្លងចូលមកខ្លួនឯងអញ្ចឹងគេនៅដាច់ដោយឡែកអញ្ចឹងពួកគេអាចលើកយកខុសគម្ពីរមួយបាទនៅក្នុងព្រះគម្ពីរដែរបាទនៅក្នុងព្រះគម្ពីរណាទំនុកដំកើងចំពុក1ខ1បានចែងថាខ្ញុំនឹងអានជូនមានសុភមង្គលហើយអ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាលមិនឈរក្នុងមាគ៌ារបស់មនុស្សមានបាបហើយក៏មិនអង្គុយរួមជាមួយនឹងអ្នកចំអកលក់លើយដែរមិនដើរមិនអង្គុយអត់សំទោសមិនឈរហើយនឹងមិនអង្គុយអត់ទេវ៉ាវពួកគាត់មានផ្នត់គំនិតបែបនេះបាទដូច្នេះផ្នត់គំនិតបែបនេះហើយពួកគេមើលឃើញសកម្មភាពរបស់ព្រះយេស៊ូវកំពុងតែធ្វើឲ្យប្រឡូកប្រឡាក់ជាមួយនឹងអំពើបាបវាអត់ល្អទេវាជាការបំពានច្បាប់ប្រពៃណីរបស់ពួកគេហើយដូច្នេះគឺជាបញ្ហាសំណួររបស់ពួកគេលោកអ្នកបងប្អូនទាំងអស់គ្នាពួកគាត់សួរយ៉ាងដូចម្ដេចដែរនៅក្នុងខ11គាត់បានសួរថាហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយនឹងអ្នកយកពន្ធនិងមនុស្សមានបាបលោកអ្នកបងប្អូនទាំងអស់គ្នាបើសិនបើយើងគិតសិញ្ចឹងគិតទៅលើសំណួររបស់គាត់ដែលគាត់បានសួរវាមិនមែនជាសំណួរធម្មតាទេហើយជាសំណួរមួយហាក់បីដូចជាកំពុងតែចោទប្រកាន់យើងក៏សម្គាល់ឃើញថាពួកគាត់មិនបានសួរទៅកាន់ព្រះយេស៊ូវទេគាត់សួរទៅណាគឺសួរទៅកាន់ពួកសិស្សហេតុអ្វីបានជាគ្រូអ្នកទាំងអស់គ្នានោះកំពុងតែបរិភោគជាមួយមនុស្សមានបាបហេតុអីអញ្ចឹងយើងមើលទៅហាក់បីដូចជាយុទ្ធសាស្ត្រមួយកំពុងតែបំបែកបំបាក់គ្រូវិញសិស្សកំពុងតែធ្វើឲ្យសិស្សរបស់គាត់មានការសង្ស័យទៅកាន់ព្រះយេស៊ូវហេតុអីបានជាគ្រូអ្នកទាំងអស់គ្នាអង្គុយនៅកន្លែងមនុស្សមានបាបរួមជាមួយមនុស្សមានបាបនេះជាយុទ្ធសាស្ត្រមួយបាទលោកអ្នកបងប្អូនទាំងអស់គ្នាទោះបីជាយ៉ាងណាក៏ដោយតើយើងនឹងមើលនៅសកម្មភាពរបស់ព្រះយេស៊ូវតើព្រះអង្គធ្វើសកម្មភាពយ៉ាងដូចម្ដេចសកម្មភាពរបស់ព្រះអង្គហេតុអីបានជាព្រះអង្គរួមតុជាមួយនឹងមនុស្សមានបាបហេតុអីបានជាព្រះអង្គរួមតុជាមួយនឹងអ្នកយកពន្ធសកម្មភាពរបស់ព្រះអង្គគឺកំពុងតែធ្វើឲ្យស្របជាមួយនឹងប្រហារតីរបស់ព្រះជាម្ចាស់តាមពិតទៅសកម្មភាពរបស់ព្រះយេស៊ូវមិនមែនជារឿងថ្មីដែលថ្មីសម្រាប់សម័យនោះទេប៉ុន្តែសកម្មភាពរបស់ព្រះអង្គគឺឆ្លុះបញ្ចាំងអំពីបេះដូងឬក៏អំពីប្រហារតីរបស់ព្រះជាម្ចាស់ចំពោះមនុស្សមានបាបលោកអ្នកបងប្អូនទាំងអស់គ្នាអ្វីដែលពួកគេធ្វើពួកផារីស៊ីធ្វើគឺជាការចោទប្រកាន់ចំពោះភាពបរិសុទ្ធរបស់ខ្លួនឯងដែលព្រះជាម្ចាស់ស្អប់ខ្ពើមព្រះអង្គមិនចូលចិត្តទេចំពោះសកម្មភាពដែលពួកផារីស៊ីធ្វើបែបនេះតាំងពីសម័យសញ្ញាចាស់មកម្ល៉េះនៅក្នុងព្រះគម្ពីរអេសាយបាទនៅក្នុងព្រះគម្ពីរអេសាយជំពូកទី65ខ5ព្រះអង្គម្ចាស់មានបន្ទូលអំពីមនុស្សដែលនិយាយថាជិះថយកុំចូលមកចិត្តខ្ញុំក្រែងលោភាពបរិសុទ្ធរបស់ខ្ញុំធ្វើឲ្យអ្នករាល់គ្នាស្លាប់វ៉ាវតើស្ដាប់ទៅយ៉ាងដូចម្ដេចដែរអូចេញកុំនៅចិត្តខ្ញុំពេកខ្ញុំស្អាតខ្ញុំបរិសុទ្ធបាទនេះជាសកម្មភាពរបស់អ្នកណាគឺជាសកម្មភាពរបស់ពួកផារីស៊ីដែលកំពុងតែធ្វើនេះគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់តែម្ដងពីអាកប្បកិរិយារបស់ពួកគាត់លោកអ្នកបងប្អូនទាំងអស់គ្នានៅពេលដែលពួកផារីស៊ីសួរទៅកាន់ព្រះយេស៊ូវសំទោសសួរទៅកាន់ពួកសិស្សព្រះយេស៊ូវក៏បានឆ្លើយតបនៅក្នុងខ12ដល់ខ13ការឆ្លើយតបរបស់ព្រះយេស៊ូវនៅត្រង់នេះមិនមែនជាការដោះសារខ្លួនឯងឬក៏ការការពារខ្លួនឯងនោះទេ
ប៉ុន្តែគឺជាការប្រកាសដ៏មានអំណាចមួយដែលបង្ហាញអំពីចំណុចសំខាន់នៃបេសកកម្មរបស់ព្រះអង្គព្រះអង្គបានបង្ហាញអំពីព្រះハរតីពិតរបស់ព្រះជាម្ចាស់ដែលទ្រង់ប្រើនៅគោលការណ៍3យ៉ាងតើព្រះអង្គប្រើគោលការណ៍អ្វីខ្លះទៅព្រះអង្គប្រើគោលការណ៍3យ៉ាងដើម្បីបង្ហាញឬក៏បង្រៀនទៅដល់ពួកផារីស៊ីនិងយើងទាំងអស់គ្នាបាទគោលការណ៍ទី1បាទព្រះយេស៊ូវគឺជាគ្រូពេទ្យដ៏អស្ចារ្យនៅក្នុងខទី12ព្រះយេស៊ូវចាប់ផ្ដើមដោយការប្រើប្រាស់ពាក្យប្រៀបធៀបប្រៀបដូចដែលយើងទាំងអស់គ្នាអាចយល់បាននៅក្នុងព្រះគម្ពីរបានចែងថាមនុស្សសុខភាពល្អមិនត្រូវការគ្រូពេទ្យទេមានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការបាទអញ្ចឹងនៅកន្លែងនេះមានអ្នកឈឺឬក៏មនុស្សឈឺហើយនោះមនុស្សដែលមានសុខភាពល្អមនុស្សឈឺជាមនុស្សបែបណាមនុស្សឈឺគឺជាអ្នកដែលសំដៅទៅលើអ្នកយកពន្ធឬក៏មនុស្សមានបាបនៅក្នុងសម័យនោះដែលដឹងថាជីវិតខាងព្រលឹងវិញ្ញាណរបស់ពួកគាត់កំពុងតែជួបនៅបញ្ហាពួកគេត្រូវការសេចក្តីសង្គ្រោះមនុស្សសុខភាពល្អអាចសំដៅជាពាក្យមួយដែលចំអកឡកលើយទៅកាន់ពួកផារីស៊ីដែលពោពេញទៅដោយភាពសុចរិតផ្ទាល់ខ្លួនមិនមែនភាពសុចរិតដែលមកពីព្រះទេខ្លួនឯងតាំងខ្លួនឯងបាទតាំងខ្លួនឯងជាអ្នកបរិសុទ្ធពួកគេគិតថាខ្លួនឯងជាមនុស្សដែលល្អមិនមានជំងឺខាងវិញ្ញាណទេពួកគេគិតថាការកាន់តាមក្រឹតវិន័យតឹងរឹងពួកធ្វើឲ្យពួកគេមានសុខភាពល្អហើយដូច្នេះពួកគេមិនត្រូវការគ្រូពេទ្យឬក៏មិនត្រូវការព្រះយេស៊ូវជាព្រះអង្គសង្គ្រោះនោះទេយើងអាចមើលឃើញឬក៏គំរូនៅក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវអំពីពួកផារីស៊ីនិងអ្នកយកពន្ធអធិដ្ឋាននៅក្នុងព្រះវិហារនៅក្នុងព្រះគម្ពីរលូកាជំពូក18ខ9ដល់ខ14ដែលពួកផារីស៊ីចូលទៅអធិដ្ឋានយ៉ាងម៉េចនិយាយហើយងើយមុខទៅលើនិយាយប៉ុន្តែដល់ពេលអ្នកយកពន្ធចូលទៅថ្វាយបង្គំចូលទៅអធិដ្ឋានយ៉ាងម៉េចលុតជង្គង់អោនមុខចុះព្រះអង្គអើយសូមអត់ទុកបាបដល់កូនផងយើងអាចមើលឃើញអំពីគំរូទាំងអស់នេះពីសេចក្តីអំណួតរបស់ពួកគេទី2ព្រះអង្គប្រើគោលការណ៍អ្វីទៀតព្រះអង្គបានប្រើគោលការណ៍នៅចំណុចសំខាន់នៃក្រឹតវិន័យនិងសេចក្តីមេត្តាករុណានៅក្នុងខ13នៅក្នុងផ្នែកកព្រះយេស៊ូវព្រះអង្គបានដកស្រង់នៅព្រះគម្ពីរសញ្ញាចាស់ដើម្បីកែតម្រង់នៅការយល់ដឹងរបស់ពួកគាត់ចំពោះព្រះជាម្ចាស់ព្រះមានបន្ទូលថាចូលអ្នករាល់គ្នាទៅគិតមើលសេចក្តីដែលចែងទុកមកថាអញ្ចឹងឃ្លានៅកន្លែងនេះគឺសំដៅទៅលើព្រះគម្ពីរនៅក្នុងសញ្ញាចាស់បានចែងថាម៉េចយើងមិនចង់បានចាញ់បូជាទេគឺចង់បានតែសេចក្តីមេត្តាករុណាប៉ុណ្ណោះអញ្ចឹងព្រះយេស៊ូវបានដកស្រង់ខគម្ពីរដែលចេញមកនៅក្នុងព្រះគម្ពីរហូសេជំពូក6ខ6ពាក្យថាយ៉ាញ់បូជាគឺតំណាងឲ្យសកម្មភាពខាងក្រៅការគោរពវិន័យក៏ច្បាប់ទម្លាប់ផ្សេងដែលពួកផារីស៊ីគាត់យកចិត្តទុកដាក់ខ្លាំងមែនទែនប៉ុន្តែពួកគាត់បានមើលរំលងនៅអ្វីដែលជាចំណុចសំខាន់នៅក្នុងក្រឹតវិន័យពួកគាត់យកចិត្តទុកដាក់ណាស់សូម្បីតែការថ្វាយដង្វាយទៅលើជីដែលដាំនៅផ្ទះជីវ៉ាន់ស៊ុយឬក៏ជីបងទីកូនអីហ្នឹងក៏ត្រូវថ្វាយដែរវ៉ាវតាំងរឹងតែម្ដងយើងមើលមួយទៀតមានពាក្យថាសេចក្តីមេត្តាករុណាដែលតំណាងឲ្យព្រះハរតីរបស់ព្រះជាម្ចាស់និងសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះមនុស្សមានបាបព្រះយេស៊ូវកំពុងតែប្រាប់ពួកគេថាពួកគេគឺផ្ដោតទៅលើរឿងដែលខុសហើយអត់ត្រឹមត្រូវទេអញ្ចឹងព្រះជាម្ចាស់មិនមែនជាព្រះដែលដូចជាព្រះដតីដែលធ្វើពីសំងហើយគឺអត់មានបេះដូងណាព្រះអង្គមិនមែនជាមនុស្សឬក៏គេហៅថាមនុស្សគ្មានបេះដូងណាបាទព្រះអង្គមិនមែនដូចនេះទេបាទគឺព្រះអង្គមានព្រះハរតីមេត្តាករុណាព្រះអង្គមានបេះដូងដែលស្រឡាញ់ហើយសន្តោសប្រណីទៅដល់មនុស្សមានបាបព្រះអង្គប្រើចំណុចសំខាន់ចុងក្រោយគឺព្រះអង្គប្រកាសអំពីចំណុចស្នូលនៅក្នុងបេសកកម្មរបស់ព្រះអង្គនៅក្នុងខ13ផ្នែកខចុងក្រោយព្រះយេស៊ូវបានសង្ខេបនៅបេសកកម្មរបស់ព្រះអង្គទាំងមូលតែម្ដងនៅក្នុងឃ្លាថាខ្ញុំមិនមែនមករកមនុស្សសុចរិតទេគឺខ្ញុំមករកមនុស្សមានបាបមនុស្សសុចរិតគឺសំដៅទៅលើមនុស្សដែលរាប់ថាខ្លួនឯងជាសុចរិតដោយសារការប្រព្រឹត្តរបស់ខ្លួនហើយមនុស្សមានបាបគឺសំដៅទៅលើអ្នកដែលទទួលស្គាល់ថាខ្លួនឯងកំពុងតែខ្វះខាតកំពុងតែត្រូវការព្រះជាម្ចាស់ត្រូវការព្រះគុណរបស់ព្រះអង្គនៅក្នុងការអត់ទោសបាប
នេះគឺជាខ្លឹមសារនៃដំណឹងល្អព្រះយេស៊ូវមិនបានយាងមកនៅក្នុងលោកីសម្រាប់មនុស្សល្អឥតខ្ចោះមនុស្សសង្ហានោះទេទ្រង់យាងមកនៅក្នុងឋានៈជាអ្នកដែលជួយសង្គ្រោះមនុស្សទាំងអស់សកម្មភាពរបស់ទ្រង់ត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងព្រះគម្ពីរលូកាជំពូក19ខ10នៅពេលដែលព្រះអង្គមានបន្ទូលទៅសាខេដែលជាអ្នកយកពន្ធដូចគ្នាដែរព្រះអង្គមានបន្ទូលថាត្បិតកូនមនុស្សបានមកដើម្បីស្វែងរកហើយសង្គ្រោះអ្នកដែលបាត់បង់លោកសាវកពលគាត់ក៏ធ្លាប់ជាអ្នកដឹកនាំសាសនាគណៈផារីស៊ីដ៏រឹងមាំម្នាក់ដែរគាត់បានយល់អំពីសេចក្តីពិតដ៏ជ្រាលជ្រៅអំពីបេសកកម្មរបស់ព្រះយេស៊ូវហើយគាត់ក៏បានចែងនៅក្នុងអត្ថបទឬក៏ព្រះគម្ពីរដែលគាត់បានសរសេរនៅក្នុង1ធីម៉ូថេជំពូក1ខ15ថាពាក្យនេះគួរឲ្យជឿហើយនឹងសមនឹងទទួលយកទាំងស្រុងគឺថាព្រះគ្រីស្ទយេស៊ូវបានយាងមកក្នុងពិភពលោកដើម្បីសង្គ្រោះមនុស្សមានបាបដូចជារូបខ្ញុំបាទរូបខ្ញុំលោកអ្នកបងប្អូនទាំងអស់គ្នាសរុបសេចក្តីមកអត្ថបទដែលយើងបានសិក្សានៅថ្ងៃនេះបានបង្ហាញយ៉ាងច្បាស់អំពីព្រះហឫទ័យរបស់ព្រះយេស៊ូវទ្រង់គឺជាព្រះដែលទតរំលងនៅអតីតកាលរបស់យើងមិនថាអតីតកាលរបស់យើងជាមនុស្សបែបណាអាក្រក់បែបណាប៉ុន្តែព្រះអង្គទតរំលងនៅកិច្ចការទាំងអស់នោះហើយត្រាស់ហៅឲ្យយើងមានជីវិតដ៏ថ្មីទ្រង់ជាព្រះដែលយាងចុះមកនៅក្នុងចំណោមមនុស្សមានបាបដើម្បីនាំមនុស្សមានបាបទៅរកសេចក្តីសុចរិតបេសកកម្មរបស់ព្រះអង្គនៅពេលដែលព្រះអង្គយាងមកគឺផ្អែកទៅលើសេចក្តីមេត្តាករុណាព្រះអង្គមិនទាន់វិនិច្ឆ័យនៅឡើយទេដូច្នេះសូមឲ្យយើងម្នាក់ៗបើកចិត្តទទួលយកនៅការត្រាស់ហៅរបស់ព្រះអង្គហើយសូមឲ្យក្រុមជំនុំរបស់យើងមិនខ្លាយទៅជាកន្លែងមួយដែលបង្ហាញអំពីសេចក្តីស្រឡាញ់និងមេត្តាករុណារបស់ព្រះយេស៊ូវទៅកាន់ពិភពលោកទាំងមូលលោកអ្នកបងប្អូនទាំងអស់គ្នាតើមានអំពើបាបអ្វីខ្លះនៅក្នុងជីវិតរបស់យើងដែលកំពុងតែបច្ចុប្បន្នដែលយើងកំពុងតែធ្វើបច្ចុប្បន្នវាជាទម្លាប់អាក្រក់មួយអាចជាអំនួតអាចជាការស្រឡាញ់អ្វីមួយដែលខ្លាំងជាងព្រះដែលព្រះអង្គកំពុងតែធ្វើការនៅក្នុងចិត្តលោកអ្នកបងប្អូនទាំងអស់គ្នាហើយដាស់តឿនថាចូលក្រោកឡើងហើយដើរចេញពីអំពើបាបទាំងអស់នោះហើយដើរតាមព្រះយេស៊ូវលោកអ្នកបងប្អូនទាំងអស់គ្នាសូមសេចក្តីតើមានធ្លាប់មានអាកប្បកិរិយាដូចជាពួកផារីស៊ីដែលវិនិច្ឆ័យមនុស្សតែសម្បកក្រៅដែរឬទេតែយើងធ្លាប់មើលស្រាលអ្នកដទៃដោយគិតថាពួកគាត់ជាមនុស្សដែលមិនស្អាតឬក៏គាត់មកពីគ្រួសារក្រីក្រតែយើងធ្លាប់មានអាកប្បកិរិយាបែបនោះឬទេនៅក្នុងនាមយើងជាក្រុមជំនុំតែយើងអាចធ្វើអ្វីខ្លះដើម្បីបង្ហាញថាក្រុមជំនុំរបស់យើងហាក់បីដូចជាផ្ទះរបស់លោកម៉ាថាយដែលទទួលមនុស្សមានបាបឲ្យមកជួបជុំជាមួយគ្នាជាកន្លែងដែលសហគមន៍របស់យើងឬក៏មនុស្សមានបាបចូលមកគាត់ទទួលបានអារម្មណ៍ស្វាគមន៍ឬក៏សេចក្តីស្រឡាញ់អ្វីដែលយើងអាចរៀនបានតាមរយៈអត្ថបទនេះសូមលោកអ្នកបងប្អូនទាំងអស់គ្នាពិនិត្យខ្លួនឯងមើលនៅក្នុងសប្តាហ៍នេះសូមចំណាយពេលខ្លីមួយអធិដ្ឋានហើយសូមឲ្យព្រះវិញ្ញាណដ៏វិសុទ្ធបង្ហាញពីអាកប្បកិរិយាណាមួយប្រសិនបើលោកអ្នកធ្លាប់វាយតម្លៃអ្នកដទៃដោយផ្អែកទៅលើអ្វីដែលនៅខាងក្រៅរបស់គាត់ហើយសូមពិនិត្យមើលនៅក្នុងចិត្តរបស់យើងតើមានសេចក្តីអំនួតដែរឬទេតើមានការវិនិច្ឆ័យអ្នកដទៃដោយព្រោះតែសកម្មភាពណាមួយដែរទេសូមសារភាពនៅអំពើបាបទាំងអស់នោះនៅចំពោះព្រះជាម្ចាស់ចុងក្រោយនៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះសូមលោកអ្នកបងប្អូនទាំងអស់គ្នាគិតដល់មនុស្សម្នាក់ដែលនៅក្នុងរង្វង់ចំណោមលោកអ្នកបងប្អូនទាំងអស់គ្នាដែលលោកអ្នកបងប្អូនទាំងអស់គ្នាស្គាល់លោកអ្នកបងប្អូនទាំងអស់គ្នាអាចធ្វើចំពោះឪពុកម្ដាយក៏បានអ្នកជិតខាងក៏បានសូមអធិដ្ឋានសម្រាប់បុគ្គលម្នាក់នោះហើយស្វែងរកឱកាសមួយដើម្បីបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះគាត់បង្ហាញអំពីសេចក្តីមេត្តាករុណារបស់ព្រះគ្រីស្ទចំពោះគាត់នៅក្នុងសប្តាហ៍នេះប្រសិនបើគាត់ជាឪពុកម្ដាយអាចជួយចម្អិនម្ហូបអាហារហើយលើកទៅឲ្យគាត់ហើយបន្ទាប់មកខ្សឹបប្រាប់គាត់ថាប៉ាកូនស្រឡាញ់ប៉ាប្រសិនបើជាអ្នកចិត្តខាងលោកអ្នកបងប្អូនទាំងអស់គ្នាអាចធ្វើសកម្មភាពចម្អិនអាហារឬក៏ម្ហូប
អាចអញ្ជើញពួកគាត់មកហូបបាយជាមួយគ្នាមកពេលក៏បាននេះជាកិច្ចការមួយដែលបង្ហាញអំពីសេចក្តីស្រឡាញ់និងសេចក្តីមេត្តាករុណារបស់ព្រះគ្រីស្ទទៅកាន់មនុស្សទាំងអស់មិនថាក្រុមគ្រួសាររបស់យើងអ្នកជិតខាងរបស់យើងអរគុណបងសូមប្រងប្រទានពរ